នៅភូមិតូចមួយជាប់ជើងភ្នំលីនីក្មេងស្រីវ័យ14ឆ្នាំនិងបងប្រុសរបស់នាងសារ៉េតអាយុ15ឆ្នាំជាមិត្តភក្តិជិតស្និទ្ធនិងចូលចិត្តស្វែងរកភាពរំភើបថ្ងៃមួយពួកគេបានរើរឿងព្រេងពីលោកយាយសុគន្ធាអំពីកុភ្នំវេទមន្តដែលមានត្បូងនៃពន្លឺអាចនាំសន្តិភាពនិងវិបុលភាពមកភូមិប៉ុន្តែផ្លូវទៅកាន់ភ្នំនោះពោពេញទៅដោយគ្រោះថ្នាក់លីនីនិងសារ៉េតសម្រេចចិត្តចាប់ផ្ដើមដំណើរដើម្បីស្វែងរកត្បូងនោះពួកគេខ្ចប់កាបូបស្ពីជាមួយអាហារទឹកខ្សែពួរនិងភ្លើងហ្វាលោកយាយសុគន្ធាផ្ដល់ឲ្យពួកគេនៅផែនទីចាស់មួយដែលបង្ហាញផ្លូវទៅភ្នំពួកគេធ្វើដំណើរចូលព្រៃជ្រៅហើយជួបទន្លេខ្មោចដែលទឹកហូរខ្លាំងនិងមានថ្មចោតលីនីភ័យខ្លាចហើយនិយាយថាទន្លេនេះគ្រោះថ្នាក់ណាស់សារ៉េតលើកទឹកចិត្តបើយើងធ្វើការជាមួយគ្នាយើងអាចឆ្លងបានពួកគេប្រើខ្សែពួរដើម្បីចងជាប់ដើមឈើហើយជួយគ្នាទៅមកឆ្លងទន្លេនៅពេលឆ្លងដល់ច្រាំងម្ខាងទៀតពួកគេអបគ្នាដោយភាពសប្បាយរីករាយដោយរៀនថាការសហការគឺជាកម្លាំងបន្តដំណើរពួកគេចូលទៅក្នុងព្រៃដែលគ្របដណ្ដប់ដោយអប្សរាផែនទីរបស់ពួកគេហាក់មិនច្បាស់ហើយពួកគេវង្វេងផ្លូវលីនីចាប់ផ្ដើមភ័យប៉ុន្តែសារ៉េតណែនាំឲ្យស្ដាប់សំឡេងធម្មជាតិពួកគេសំឡេងទឹកហូរពីចម្ងាយហើយសម្រេចចិត្តដើរតាមសំឡេងនោះទីបំផុតពួកគេរកឃើញផ្លូវចេញពីព្រៃអាប់និងរៀនថាការសង្កេតនិងភាពស្ងប់ស្ងាត់ជួយដោះស្រាយបញ្ហានៅខាងមុខពួកគេជួបល្អាងងឹតមួយពេលចូលទៅពួកគេសំឡេងក្រហមរបស់សត្វយក្សលីនីបាននឹកឃើញនំអន្សមចេកនៅក្នុងកាបូបនាងបោះនំទៅឲ្យសត្វយក្សដែលធ្វើឲ្យវារវល់ញ៉ាំពួកគេរត់ឆ្លងកាត់ល្អាងយ៉ាងលឿននៅពេលចេញមកសារ៉េតសរសើរលីនីថាអ្នកឆ្លាតណាស់ពួកគេរៀនថាប្រាជ្ញាអាចជំនះគ្រោះថ្នាក់ដោយមិនចាំបាច់ប្រើកម្លាំងនៅជិតភ្នំពួកគេជួបស្ពានចាស់មួយដែលឆ្លងកាត់ជ្រោះជ្រៅស្ពាននោះហៅថាគឺស្ពានខ្យល់ព្រោះវាយោលទៅយោលមកនៅពេលខ្យល់បក់លីនីភ័យខ្លាចកម្រើកប៉ុន្តែសារ៉េតកាន់ដៃនាងហើយនិយាយថាមើលតែជំហានមួយទៅមុខពួកគេដើរយឺតនិងធ្វើសមតុល្យឲ្យជាមួយគ្នាទីបំផុតឆ្លងស្ពានបានពួកគេរៀនថាភាពក្លាហាននិងការផ្ដោតអារម្មណ៍ជួយយកឈ្នះការភ័យខ្លាចបន្ទាប់ពីឆ្លងស្ពានពួកគេជួបបឹងធំមួយដែលឆ្លុះបញ្ចាំងមេឃដូចកញ្ចក់ផែនទីបង្ហាញថាត្បូងនៅម្ខាងទៀតនៃបឹងប៉ុន្តែបឹងនេះមានអាថ៌កំបាំងព្រោះអ្នកណាហែលចូលនឹងវង្វេងលីនីសង្កេតឃើញសត្វក្រៀលមួយហើរទៅកាន់កោះតូចមួយនៅកណ្ដាលបឹងពួកគេបង្កើតទូកតូចមួយពីឈើហើយបើកទៅកោះនោះដោយជិះវៀងអន្ទាក់នៃបឹងពួកគេរៀនថាការសង្កេតធម្មជាតិអាចជួយរកផ្លូវនៅកោះពួកគេជួបនារីចម្លែកម្នាក់ឈ្មោះសុភីដែលជាអ្នកថែរក្សាភ្នំសុភីប្រាប់ថាត្បូងនៃពន្លឺនឹងផ្ដល់ឲ្យតែអ្នកដែលមានបេះដូងស្មោះនាងឲ្យលីនីនិងសារ៉េតឆ្លងកាត់ការសាកល្បងមួយពួកគេត្រូវជ្រើសរើសរវាងកាបូបមាសឬសៀវភៅចំណេះដឹងពួកគេជ្រើសសៀវភៅដោយនិយាយថាចំណេះដឹងនឹងជួយភូមិយើងច្រើនជាងសុភីញឹមហើយប្រាប់ផ្លូវទៅកាន់ភ្នំផ្លូវឡើងភ្នំវេទមន្តគឺចោតនិងពោពេញទៅដោយថ្មរលុងសារ៉េតជំពប់ជើងប៉ុន្តែលីនីជួយទប់គេពួកគេប្រើខ្សែពួរដើមបីជួយគ្នាឡើងហើយបន្តលើកទឹកចិត្តគ្នាទៅវិញទៅមកនៅចំណុចខ្លះពួកគេត្រូវលើកថ្មធំចេញពីផ្លូវពួកគេរៀនថាការមិនបោះបង់និងការជួយគ្នាជាគន្លឹះសម្រាប់ជំនះឧបសគ្គនៅកំពូលភ្នំពួកគេឃើញអាសនៈថ្មមួយដែលត្បូងនៃពន្លឺកំពុងភ្លឺចាំងសំឡេងអាថ៌កំបាំងនិយាយថាប្រាប់ឲ្យយើងដឹងពីហេតុផលដែលអ្នកចង់បានត្បូងនេះលីនីនិងសារ៉េតឆ្លើយថាយើងចង់នាំសន្តិភាពនិងវិបុលភាពទៅភូមិរបស់យើងពួកគេកាន់ដៃគ្នាហើយបួងសួងដោយភាពស្មោះភ្លាមនោះត្បូងអន្តែតមកដល់ដៃពួកគេលីនីនិងសារ៉េតត្រឡប់ទៅភូមិដោយនាំត្បូងនៃពន្លឺនៅពេលដែលពួកគេដាក់ត្បូងនៅកណ្ដាលភូមិពន្លឺភ្លឺចាំងបានធ្វើឲ្យដំណាំរីកលូតលាស់ទឹកកាន់តែស្អាតនិងអ្នកភូមិមានសុភមង្គលពួកគេរៀនមេរៀនជាច្រើនការសហការភាពក្លាហានប្រាជ្ញានិងភាពស្មោះត្រង់លីនីនិងសារ៉េតក្លាយជាវីរបុរសហើយរឿងរ៉ាវរបស់ពួកគេត្រូវបាននិទានបន្តទៅជំនាន់ក្រោយ